សាច់នំប៉័ងនេះនិយាយពីថាឆ្ងាញ់មែនទែនអាចញ៉ាំជាមួយham ឬក៏ sausage អីកាន់តែមានរសជាតិឆ្ងាញ់ចាវិធីធ្វើថ្ងៃនេះខុសពីធម្មតាចាគឺខ្ញុំធ្វើតាម Japanese style ចាគេហៅថា Yunade ចាគឺយើងត្រូវយកម្សៅនំប៉័ងហ្នឹង50ក្រាមជាមួយនឹងទឹកក្តៅពុះចា50ក្រាមដាក់លាយបញ្ចូលគ្នាយើងទុករយៈពេល30នាទីឬក៏24ម៉ោងអីទៅចាយើងធ្វើបែបនេះគឺដើម្បីឲ្យសាច់នំប៉័ងកាន់តែមានរសជាតិឆ្ងាញ់ទន់ហើយនឹងមានសំណើមកាន់តែបានយូរអញ្ចឹងបានរយៈពេល2-3ថ្ងៃអញ្ចឹងបងប្អូនចាបើសុខប៉ាំងយើងទុកធម្មតាយើងថាស្អែកកាន់ស្អែកវាឡើងរៀងស្ងួតសាច់ប៉ុន្តែបើយើងធ្វើតាមវិធីនេះគឺថាសាច់នំប៉័ងនៅសើមល្អហើយកាន់តែទន់ហើយឆ្ងាញ់ទៀតចាហើយបន្ទាប់មកនេះគឺជាគ្រឿងផ្សំរបស់យើងហ្នឹងគឺមានម្សៅនំប៉័ងជីហើយនៅស្ករសយើងដាក់ចូលទៅកូរវាឲ្យសព្វនៅក្នុងម៉ាស៊ីនជាមួយនឹងទឹកដោះគោចាយើងកូរវាឲ្យសព្វហើយចូលគ្នាបានល្អហើយចាហើយយូណាដេហ្នឹងយើងដាក់ចូលជាមួយគ្នាហើយមកណាចាយើងកូរវាសព្វហើយចាំយើងដាក់អំបិលទៅតាមក្រោយចាយើងវាយប្រហែលជា3ទៅ5នាទីទៀតចាចាំយើងដាក់ប៊ឺចូលចាហើយបន្ទាប់មកយើងវាយវារហូតទាល់តែវាឡើងស្វិតល្អបើសិនបើម៉ាស៊ីនហ្នឹងវាអត់សូវដូចថាវារៀងធ្ងន់ដៃពេកបងប្អូនទុករយៈពេលវា2-3នាទីហើយចាំយើងបន្តវាយទៀតចាហើយគឺខ្ញុំវាយម៉ាស៊ីននេះលេខ2ទេបន្ទាប់មកគឺយើងយកវាមកឆែកចាតេស្តមើលម្សៅទាំងអស់គ្នាគឺមានដូចថាសភាពស្វិតបែបនេះទើបយើងអាចយកវាទៅបង្ហើមនៅក្នុង microwave ចា45អង្សាសេរយៈពេល45នាទីដើម្បីឲ្យវាឡើងម្សៅទ្វេដងចាបន្ទាប់មកគឺខ្ញុំកាត់វាជា3ដុំដោយសារតែម្ដុំហ្នឹងខ្ញុំធ្វើសម្រាប់កូនប្រុសខ្ញុំលាយជាមួយនឹងសូកូឡាអញ្ចឹងណាហើយ2ដុំទៀតយើងធ្វើធម្មតាដែរចាហើយបន្ទាប់មកយើងលុញវាឲ្យមូលមួយស្អាតមកយើងដាក់វានៅលើតុចោលរយៈពេល10នាទីសិនទៅចាំយើងយកវាមកលុញធ្វើជាចារូបរាងស៊ុបទូប៉ាំងរបស់យើងគេក៏ណាចានៅពេលដែលយើងលុញរួចរាល់ហើយយើងដាក់ចូលទៅក្នុងពុម្ពរបស់យើងមកគ្របផ្លាស្ទិកដាក់ចូលទៅក្នុង microwave ចាយើងបង្ហើមសាច់នំប៉័ងយើងរហូតដល់ជិតដល់មាត់ពុម្ពបងប្អូនចាបើយើងចង់ដុតដោយមិនបាច់គ្របក៏បានដុតដោយគ្របចឹងក៏បានដែរហើយយើងកម្ដៅលយក្ដៅក្នុងកម្ដៅ190អង្សាសេដុតនៅក្នុងកម្ដៅ180អង្សាសេរយៈពេល35នាទីមានសូកូឡាអូឆ្ងាញ់មែនទេ